មុននឹងបងប្អូនចាប់យកវិស័យ MMO នាងខ្ញុំសូមឲ្យបងប្អូនស្ដាប់នៅចំណុចតូចៗដែលនាងខ្ញុំធ្លាប់ឆ្លងកាត់និងធ្លាប់ជួបប្រទះកន្លងមកវិស័យ MMO ដែលយើងនិយាយថាគេហៅកាត់ថា MMO ហ្នឹងយើងរកចំណូលតាម Facebook បងប្អូនចាមិនមែនបងប្អូនជោគជ័យបងប្អូនធ្វើមួយថ្ងៃឬក៏ធ្វើមួយខែទេបងប្អូនទោះអ្នកល្បីមកយ៉ាងណាក៏ដោយក៏បើថាគាត់ល្បីខ្លាំងគាត់ view ច្រើនណាក៏រយៈពេល3ខែឡើងលើដែរបងប្អូនដែលគាត់អាចនឹងទទួលបានគេ invite ឲ្យគាត់មិនមែនគាត់រស់មួយថ្ងៃ2ថ្ងៃ3ថ្ងៃមួយអាទិត្យឬក៏មួយខែអីគឺនាងខ្ញុំកម្រឃើញបងប្អូន MMO ណាដែលគាត់ចេញមកនិយាយថាខ្ញុំធ្វើតាមមួយអាទិត្យគឺខ្ញុំជោគជ័យគឺអត់មានទេបងប្អូនចាប់ពី3ខែឡើងលើហើយ page ខ្លះអាចដល់រាប់ឆ្នាំទៀតបងប្អូនមូលហេតុដែលគាត់អាចនឹងធ្វើដល់រាប់ឆ្នាំគឺដោយសារតែគាត់ពេលគាត់ចាប់ផ្ដើមធ្វើវិស័យ MMO គាត់ចង់រកចំណូលតាម Facebook គាត់អត់ដឹងថាចាប់ពីណាតាណាអញ្ចឹងគឺគាត់ចេះតែធ្វើចេះតែថតហើយគាត់ share វីដេអូគាត់អត់បានគ្រប់គ្រង page ឬក៏ account គាត់ឲ្យបានត្រឹមត្រូវគាត់យក Facebook គាត់ទៅ share ពីនេះពីនោះពេលខ្លះយើងអត់ជាប់ក៏ប៉ុន្តែគេជាប់ពេលយើង share បន្តគឺយើងជាប់ដូចគ្នាអញ្ចឹងបងប្អូនដែលចង់រកលុយតាម Facebook ត្រូវចេះឆែកមើល account ខ្លួនឯងតើខ្លួនឯង account ខ្លួនឯងនឹងល្អអត់ផ្ទះយើងនឹងស្អាតអត់បើមិនជាផ្ទះយើងអត់ស្អាតគេក៏អត់ចង់មកលេងផ្ទះយើងដែរបងប្អូនបើផ្ទះយើងស្អាតទៅគេក៏ចង់មកលេងផ្ទះយើងអញ្ចឹងណាអញ្ចឹងក្នុងអំឡុងពេល1ខែ2ខែ3ខែដំបូងហ្នឹងគឺបងប្អូនត្រូវព្យាយាមធ្វើថតវីដេអូហើយក៏ព្យាយាមគ្រប់គ្រង page ក៏ដូចជា account យើងឲ្យស្អាតកុំឲ្យជាប់អីហើយអាសាឆែកមើលអាសាអីហើយអាសាតបអាសាលេងជាមួយ friend យើងដោយសារតែពេលយើងលុយយើងល្បីខ្លាំងប៉ុណ្ណាក៏ដោយបើសិនជាយើងផុសតែវីដេអូយើងអត់ទៅចូលទៅលេងជាមួយ friend យើងពួកអីយើងមិនមែនជាអ្នកល្បីដូចគេបើគេជាតារាល្បីហ្មងអាហ្នឹងគឺអត់អីទេប៉ុន្តែបើយើងជាលក្ខណៈថាវិស័យ MMO ដូចគ្នាអញ្ចឹងគឺបងប្អូនអាសាតលេងផ្ទះគេផងឲ្យគេមកលេងផ្ទះយើងគេអត់ចង់មកលេងផ្ទះយើងតែមួយខាងទេបើយើងអត់ទៅលេងផ្ទះគេអញ្ចឹងគឺយើងហៅគេទៅវិញទៅមកយើងទៅលេងផ្ទះគេនឹងមកលេងផ្ទះយើងដូចគ្នាអញ្ចឹងរាល់តាការ like តា comment ការអីហ្នឹងគឺបងប្អូនគួរតែអូឃើញវីដេអូបងប្អូនយើងផ្សេងហ្នឹងគឺ like comment ឲ្យគេទៅអញ្ចឹងគេនឹងមកលេងផ្ទះយើងវិញអញ្ចឹង page ឬក៏ account យើងវាហាងរីកដែរបងប្អូនវាឆាប់ទទួលបានការ invite លឿនដែរបើមិនជាយើងអត់ទៅលេងផ្ទះគេទេអត់ងាយទេបង